សម្រាប់អ្នកគ្នាដែលទើបតែទិញកុំព្យូទ័រថ្មីឬទើបតែដំឡើង Windows ថ្មីប៉ុន្តែនៅមានអារម្មណ៍ថាម៉ាស៊ីនកុំព្យូទ័ររបស់អ្នកគ្នាដំណើរការយឺតនិងស៊ីរ៉ាមខ្លាំងនោះមកពី Windows របស់អ្នកពោរពេញទៅដោយ bloatware មកមើលវិធី debloat Windows ជួយឲ្យម៉ាស៊ីនស្រាលនិងដំណើរការបានលឿនជាងមុនជាដំបូងអ្នកគ្នាគ្រាន់តែ right click ទៅលើ start របស់ Windows មកបន្ទាប់មកអ្នកគ្នារកពាក្យថា terminal admin បន្ទាប់មកអ្នកគ្នាបន្ទាប់ពីចូលដល់ terminal admin អ្នកគ្នាគ្រាន់តែ paste comment នៅខាងលើនេះមកអ្នកគ្នាអាចទៅ copy នៅក្នុង comment របស់ខ្ញុំបានបន្ទាប់មកអ្នកគ្នាចុច keyboard enter រួចវានឹងនាំអ្នកគ្នាមកកាន់ tool មួយអ្នកគ្នាគ្រាន់តែចុចទៅកាន់កន្លែង tweak រួចអ្នកគ្នា select លើពាក្យ standard រួចអ្នកគ្នាយក run tweak នោះ កុំព្យូទ័ររបស់អ្នកគ្នានឹងធ្វើការ debloat app ដែលមិនបានការឬក៏ app ដែលគ្មានប្រយោជន៍ចេញពី Windows របស់អ្នកគ្នាគ្រាន់តែធ្វើការរងចាំវារហូតដល់វាដំណើរការបានជោគជ័យជាការស្រេចការ debloat Windows គឺជាការកម្ចាត់ចោលនូវកម្មវិធីឥតប្រយោជន៍ដែលមកជាមួយ Windows ដូចជាពពួក Crossana ឬក៏ tracking script ដែលលួចរត់ក្នុង background app របស់អ្នកគ្នាអត្ថប្រយោជន៍របស់វាគឺជួយទាញល្បឿន RAM និង CPU ឲ្យដំណើរការបានលឿនវិញជួយឲ្យការលេងហ្គេមរបស់អ្នកគ្នាមាន FPS ឡើងខ្ពស់មិនសូវគាំងនិងជួយឲ្យ laptop របស់អ្នកគ្នាកាន់ថ្មបានយូរជាងមុន